ok តវីដេអូទី2មិនទី2ទេ part 2មិនចង់ធ្វើទី1ទី2ទេប៉ុន្តែmình config បានពាក់កណ្ដាលវា error ទៅកុំព្យូទ័រ blue screen ទៀតឥឡូវខ្ជិលថតឡើងវិញអញ្ចឹងអានេះធ្វើជា part 2ចុះព្រោះអត់សូវមានពេលខ្ជិលអូខេអញ្ចឹងmình summarize config មុននឹងតិចនៅ part 1ដែលបានបាច់ពាក់កណ្ដាលទៅអញ្ចឹងអានេះខ្ញុំ summarize មកផ្លែដែរអូខេមិញនៅក្នុង ASA នឹងគឺយើង config ទី1គឺ inside DMZ 3គឺ outside មុនហ្នឹងយើង config inside នេះយើងប្រើ command អីខ្លះយើងគ្រាន់តែដំបូងយើងចូលទៅយើងប្រើ config terminal interface gc ឥឡូវយើងមើល config នៅនេះមក copy មកវាស្រួលជាងកុំឲ្យសេយើងសូរ៉ាន់មើលសូរ៉ាន់ copy មកអូខេអញ្ចឹងយើងមើល interface នេះយើង copy មក notepad interface នេះ outside អូខេ outside នេះ outside គឺយើងត្រូវ config បែបនេះ interface DMZ យើង config នេះចុងក្រោយគឺសាឡា inside អូខេ inside interface is network inside អូខេប៉ុណ្ណឹង DMZ 3ញ៉ាំ inside ប៉ុណ្ណឹងអូខេmìnhយើង config បានប៉ុណ្ណឹងហើយអញ្ចឹងយើងឃើញថាឥឡូវនេះត្រឡប់ចេញពី Office មកដល់ផ្ទះគឺយើងកុំព្យូទ័រ restart ទៅគឺវាដើរឯងដោយសារ simulation វាឈួតវា error នេះខ្ញុំអាចทิ้งពី Windows 7របស់ខ្ញុំនេះทิ้งមកកាន់ ISA interface ISA ទៀត ASA គឺ254នេះ254នេះសូមទៅ IP3 អូខេនេះ1254IP សាអស់នេះ IP របស់ខ្ញុំជិត1.2នេះខ្ញុំនឹងជិះទៅ2.2 ML អូខេគឺតាម Visual Box ខ្ញុំពី ISA មកអញ្ចឹងកុំឲ្យយូរព្រោះមុនវីដេអូទី1នោះ part 1នោះខ្ញុំបង្ហាញឲ្យមើលអស់ហើយរបៀប config ISA របៀប config router នៅនេះឡើងមកកាន់ internet នេះអញ្ចឹងឥឡូវយើងចូលដល់ main point ក៏គឺយើងឃើញស្គាល់ហើយយើងចាប់ផ្ដើម copy image របស់ ASPM image របស់វាខ្ញុំដូចជាថត copy ហើយម្ដងហើយមានអត់បើមានខ្ញុំ copy ម្ដងទៀតអូខេដូចជាអត់មានទេvideo មកដឹងវាតាណាបាត់ហើយអញ្ចឹងអូខេអត់មានក៏ស្រួលធ្វើមួយយ៉ាងដែរព្រោះ copy ថ្មីមកអញ្ចឹងនេះនៅក្នុងម៉ាស៊ីនខ្ញុំគឺខ្ញុំនឹង run TIDP server
HTTP server ខ្ញុំនឹង upload file ទៅកាន់ ASA okay start ហើយ start គឺខ្ញុំ PHP root នៅនេះខ្ញុំនឹង upload នេះ ASDM នេះចូលទៅក្នុងអានេះអូខេអញ្ចឹងខ្ញុំនឹង copy ពីម៉ាស៊ីន VMware ខ្ញុំចូលមកក្នុង ASA GNS នេះគឺខ្ញុំអាចប្រើ command copy PHP server កាន់ distro គឺខ្ញុំ copy ចូលមកក្នុង ISA ខ្ញុំថា remote ហោះគឺម៉ាស៊ីន PHP server របស់យើងគឺ 1.1.2 Windows 7 របស់ខ្ញុំ soft file យើងត្រូវឲ្យដូចគ្នាព្រោះថានេះជា soft file ពី Windows 7 ខ្ញុំបើអត់ដូចគ្នាវាអត់ copy មកទេមក bin អូខេ ASDM bin destination file ខ្ញុំbin select ផងមិញ AS កែនៅឡើងខ្ញុំ copy ខុសបាត់វាអត់ទៅទេព្រោះ file ឈ្មោះ file ខុសខ្ញុំម្ដងទៀតពេញមើលមិញចេញមកជា2ដែរត្រូវហើយ file ត្រូវ ASDM 11 bin មិនទៅចេញ bin ដូច្នេះ function file យកដូចគ្នាអូខេ override ប្រហែលជាមានហ្នឹងប៉ុន្តែអញ្ចឹងខ្ញុំ override មកទៅអញ្ចឹងរងចាំវា copy upload ASDM ចូលទៅក្នុងASA ដើម្បីយើង config ASA តាម GUI ប៉ុន្តែយើង config តាម comment ក៏បានដែរប៉ុន្តែធម្មតា click ទៅសួរជាងថ្ងៃ comment អ្នកខ្លះ comment បាទ config អញ្ចឹងរងចាំវា copy មក plate upload ចូលមក ASA convert main video part 1 គឺខ្ញុំកំពុងតែរៀបចំកាត់អត់ប្រយោជន៍ចោលបន្តិចចឹងខ្ញុំកំពុង convert វាចូលនេះ ASA part 1 ខ្ញុំ convert មក MP4 ដើម្បីឲ្យនេះឲ្យ Vega Pro នេះវាស្គាល់ Vega Pro នេះវាអត់ស្គាល់ file ដែល record file ដែលយើង record វា extension AVI Vega Pro វាអត់ស្គាល់ record អញ្ចឹងយើងត្រូវ convert មកចូលអានេះហើយបន្ទាប់មកកាត់វីដេអូអាណាដែលអត់ប្រយោជន៍ចោលវាមកដើម្បីកុំឲ្យវែងពេក upload អ្នកមើលខ្ជិលមើលដែរវែងពេកមើលទៅចង់កន្លះម៉ោងទៅធុញខ្ជិលមើលអញ្ចឹងធ្វើខ្លីសង្ខេបយកតែកន្លែងណាសំខាន់ដែរអូខេហើយដល់ចំណុចពេលយូរមួយផ្លែហើយវាដល់3នាទីអញ្ចឹងអានេះសិនតោះrouter ASA អូខេrouter របស់ខ្ញុំ router នេះមុន part 1 router ផ្សេង router នេះខ្ញុំដាក់ចូលមិញព្រោះពេលវា crash ទៅ save អត់ជាប់ខ្ញុំទៅកាន់
ចឹងនៅ router ខ្ញុំមានពី interface so IP interface វិញច្រឡំយក command ASA មកវាយនៅក្នុង router យក command router ទៅវាយក្នុង ASA Cisco ដល់គ្នាសោះមិនបងប្រើ command ដូចគ្នាអត់ so interface សោះអូខេអានេះ IP របស់ File Ethernet 00 connect មក ASA IP 7ឡើងទៅលើ IP 0អាមុនហ្នឹងវីដេអូ part 1តែឲ្យមើលឲ្យឡើង internet តែឥឡូវនេះមិនបាច់ចាំដល់ហ្នឹងទេខាតពេលទៅកាន់ ASA បើ ASA ចិត្តហើយ writing current file user អូខេនេះគឺការฝึกเป็น project 2អូខេប៉ុណ្ណឹងចិត្តមួយ ASA អូខេចប់អូខេអញ្ចឹងខ្ញុំ upload ទៅយើងចូលទៅក្នុង ASA បានសម្រាប់ហើយខ្ញុំ DMR ថាតើវាចូលមកមុនហ្នឹងនេះចូលមកហើយបាទខ្ញុំ copy មកវិញ22 August ត្រូវ22 August ម៉ោងដល់ខុសបញ្ហាចូលមកបន្ទាប់ពីចូលមកហើយយើងឃើញថា successful ហើយយើងអាច next step គឺយើងចូលមក Windows 7 របស់យើងដើម្បី access មកកាន់ edition យើង access តាម authentication send file របស់ TIP របស់យើង success ចូលមកIE by Firefox យើង access មកកាន់ IP របស់ ASA របស់យើង 7.1.254 ហើយយើងត្រូវមាន HTTPS ព្រោះវាប្រើពេលធ្វើ HTTPS វាស្អាតដើរទេចឹងមកផ្លែflex command HTTP enable អូខេដំបូងយើង copy មកហើយតែយើងត្រូវចូលទៅវាយ command នៅលើ ASA terminal HTTP server enable អូខេយើង enable HTTP server មកទៅមក HTTP 0 ទៅកាន់ inside គឺយើង allow ឲ្យទាំងអស់ទៅកាន់ interface របស់យើង inside អូខេនៅមិនต้องអូខេទៀតអូ slow តិចកាំងទៀតវីដេអូទី1កាំងម្ដងវីដេអូទី2កាំងទៀតចប់អស់ហើយ download slow ពុកផ្លេច download Microsoft Office stop វាសិនកុំឲ្យ slow ពេកយើងអាច follow តាមនេះក៏បានដែរ user invoice user inside ប៉ុណ្ណឹងតមកយើងដាក់ username ទៅហើយយើង access តាម web ហ្នឹងទៅអូខេខ្ញុំផ្ញើ link ទៅឲ្យមើលហើយវីដេអូមួយនេះអូខេ
ចប់ហើយអញ្ចឹងយើងបង្កើត user មួយដែលមានសិទ្ធិ access មកកាន់ GUI របស់យើងអញ្ចឹងយើងបង្កើត username ដាក់អីក៏បានខ្ញុំប្រើ Jasmine ចុះសិទ្ធិដើម្បីរបស់យើងចង់ដាក់អីក៏បានដែរតែយើងសំខាន់យើងមើលយើងត្រូវឲ្យសិទ្ធិរបស់វាជាមានសិទ្ធិ access ឲ្យ privilege 15 Jasmine password អីក៏បានដែរយើងប្រើ Cisco ទៅ privilege 15 privilege នេះយើងដល់ហើយយើងចាំមក set តាមនេះ web interface ក៏បានដែរពេលយើងបង្កើត user ថ្មីអូខេប៉ុណ្ណឹង that's it ចប់សំខាន់គឺមានប្រមាណ comment នេះខ្ញុំ copy comment ចូលផ្ញើទៅតាមឲ្យមើលបាច់ទៅបានបើសិនអ្នកដែលចង់មើលអាចតាមក្រោយញ៉ាំតាមក្រោយអូខេខ្ញុំសែម្ដងទៀតអូខេឃើញថាខុសពីមុនមែនទេ continue certificate ហើយយើងឃើញហើយ Cisco ASPM version 7.1 យកមកហើយអានេះសំខាន់អានេះត្រូវការ Java ទៀតអញ្ចឹងម៉ាស៊ីនរបស់យើងនេះត្រូវ install Java 7បើប្រើ Java 8ទៅក៏អត់ដើរដែរអានេះដោយសារ Cisco យើង ASA របស់យើង version ទាបអូខេខ្ញុំបើកមកម្ដងទៀតអញ្ចឹងដល់ពេលយើងដល់នេះបានន័យថាយើងបានសម្រេច success ហើយយើងចង់ run ឬ set up version គឺអានេះ set up version នេះគឺអានតាមនេះ set up version ដើម្បីអី set up step by step initialize security apply អញ្ចឹងយើង run នេះមកខ្ញុំអត់ចង់ដាក់ទេខ្ញុំ run មកមុនហ្នឹងបើសិនជាយើងអត់តនេះគឺវាមានឲ្យ download save ហើយយើង install ASPM Manager next finish អត់មានអីបាក់ទេអញ្ចឹងនេះខ្ញុំ install វាហើយខ្ញុំ run មកcontinue នេះមុនហ្នឹងនៅពេលដែលយើងអត់តមានអីគឺយើងត្រូវ download វាមកសិន launcher ហើយយើង install ចប់ហើយគឺយើងបើក web page ហ្នឹងមកគឺយើងមាន option ឲ្យយើង run ស្ដាប់ភាសាតែមុនហ្នឹងបើសិនជាយើងទៅបើកដំបូងគឺយើង install launcher ពេលយើង click install ទៅគឺវាឲ្យ download save យើង save desktop មក save នៅណាក៏បានដែរ make finish មកតមកយើងនៅមាន option នេះពេលដែលយើង access តាម web នេះអូខេយើងចាំមកផ្លែតទៅវាកំពុងតែដើរកំពុងដំណើរការមក2ជាងមកOkay, I accept this and I want to run the application. Run. នេះយើងឃើញហើយ user របស់យើងមិញយើងបង្កើត user Jasmine password ខ្ញុំប្រើមិញហ្នឹងគឺ Cisco គឺអូខេវាកំពុងតែ load config មកមានហ្វេសบุ๊กជា website តាមធ្វើกันไม่รู้เรื่องเลยได้ฟังผมคอยพูดมาเกิดมาก็เพิ่งจะเคยได้ยินเพราะฉันไม่รู้จริงๆให้เจอจำเป็นหรือเปล่าช่วยมือคุยจำเพลงคิดว่าตัวเองเพราะว่าเป็นคนร้ายใจก็ฉันก็ใจร้ายฉันก็ใจร้ายแต่ทำร้ายคนจริงโอเคได้มา
យើងឃើញថា success ហើយយើងអាច access ISA មកបានISA ទៀត ASA ជាប់មកតែ ISA បាទ good អូខេអញ្ចឹងបាំងវីដេអូនេះ config បាក់បន្តិចហើយឃើញថាយើងអាច config វាតាម GUI បានហើយយើងចូលមក configuration មានច្រើនឲ្យយើង config មាន firewall ដែលយើងអាចបង្កើត set up NAT បាន NAT ទាំង router traffic inside យើងឲ្យទៅ outside ចេញទៅកាន់ internet មានច្រើន device setup យើងមើល interface របស់ ASA យើងនេះ772ឃើញ security level 0 50 100ដែលយើងបាន config នៅក្នុងនេះ ASA នេះserver interface IP នេះ IP 7 10 10.254.1.254 នេះឃើញ level 0 50 100របស់យើង interface inside DMZ outside អញ្ចឹង routing ដែលយើងចង់ config RIP មក config តាមហ្នឹងមកអត់មានអីពិបាកទេឧទាហរណ៍ខ្ញុំចង់ config RIP ខ្ញុំចូលមក set up enable RIP អញ្ចឹងយើងមើលក្នុងនេះដំបូងនៅក្នុងនេះរបស់យើងអត់មានបាន config RIP ទេចាំមើលណាអត់មានទេ RIP អត់ទាន់ config អីទាំងអស់នេះអត់មានទេយើងមាន config តែ interface ចប់អត់មានទេ IT server គឺយើងអត់មាន config អីទាំងអស់អញ្ចឹងខ្ញុំនឹង config RIP តាមរយៈ web interface ឲ្យមើលenable RIP enable មកយើងយក version 2យើងបាច់ enable auto summary ក៏បានដែរយក default ហើយអញ្ចឹងយើងconfig network import ចុច import ចុច import ចុច xong អានេះដែលយើង advertise អញ្ចឹង router RIP network add ហើយយើង click apply ទៅនេះគឺ command preview ដែលយើងឧទាហរណ៍បើយើងមកប្រើនៅក្នុង command គឺវាសូដូចគ្នាអញ្ចឹងនេះបើសិនជាយើងមក config RIP នៅលើ ASA របស់យើងគឺយើងប្រើ router RIP ចូលមក router RIP នៅ auto summary version 2 network advertise network យើងប្រើ command ក៏បានតែយើងប្រើ interface លឿន send គឺបើនេះយើង config RIP រួចហើយអញ្ចឹងយើងចង់បញ្ជាក់ចូលមកវិញចូលបាននេះមុនហ្នឹងយើង config interface នេះមុនយើងអត់ទាន់ config RIP តែយើងមក config តាម web នេះវាមកចេញមកលើនេះអូខេអញ្ចឹងមានច្រើនតាមហ្នឹងយើងចង់ config EIGRP ក៏បានឧទាហរណ៍ខ្ញុំ disable RIP នេះ disable apply អញ្ចឹងនេះថា no router RIP អូខេ send អញ្ចឹង RIP នឹង remove ចេញពីនេះ remove ហើយខ្ញុំចង់សាកមួយទៀតឲ្យមើលសមុទ្រឧទាហរណ៍ថាខ្ញុំ config EIGRP អញ្ចឹង EIGRP enable EIG ត្រូវមាន process ID របស់វា process ID ស្អីយើងទេសំខាន់គឺយើងដាក់ឲ្យដូចគ្នាមកអូខេដាក់100 network របស់ EIGRP យើង add network មកយើងត្រូវប្រើ AS របស់វា autonomous system គឺ100អញ្ចឹងយើង advertise network ណារបស់យើង 7.0 គឺ outside អញ្ចឹងរើសមកគឺខ្ញុំប្រើ /252 252អត់ខ្ញុំប្រើ 2IP ឬក៏ខ្ញុំប្រើ so IP តែ2តែso នៅso interface
gigabit សូមនេះគឺខ្ញុំស្លា 24 ខ្ញុំអត់បានប្រើ252ទេខ្ញុំប្រើ 4 អញ្ចឹង everything អូខេ passive interface អានេះសម្រាប់ no update passive interface គឺយើងកុំឲ្យវា update តែនេះយើងអត់ត្រូវការប្រើទេគឺយើងប្រើតែប៉ុណ្ណឹង advertise IGLP ប៉ុណ្ណឹង apply នេះប្រើទៅ IGLP CD 100 network send ឧទាហរណ៍ថានៅក្នុងនេះយើងមាន IP 192ណាឥឡូវយើងមើល ASAយើងសូរ៉ាវអត់មានសូរ IP រ៉ាវទេសូរ៉ាវអញ្ចឹងយើងអត់ឃើញមាន update EIG មកទេព្រោះយើងអត់បាន configure នៅលើ router នេះអានេះមុននឹងដូចជាយើង configure អញ្ចឹងឥឡូវយើងកែនេះ configure IGLP ហើយនេះ IGLP 100 network នេះអញ្ចឹងយើងសាកមកកែនៅលើ router ហើយយើង advertise network 192ឲ្យវាដើរ IGLP configure no router rip អូខេអញ្ចឹងខ្ញុំ configure router IGLP CD 100ដូចនៅដែរដូច ASA 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 អញ្ចឹងខ្ញុំ advertise network 770នៅ router យើងទៅប្រើ wildcard bit 0.255អូខេតែនៅ ASA យើងត្រូវចាំ ASA យើងអត់ប្រើ wildcard bit ទេបើយើង configure IGLP គឺយើងប្រើ subnet mask 255.255.250 មកប្រើ wildcard bit ទេអញ្ចឹងខ្ញុំ advertise network មួយទៀត 192.0.0.0.255 អូខេអញ្ចឹងវានឹង update មកឲ្យ ASA មុននឹង ASA so IP រ៉ាវមកគឺអត់មាន network update ទេនេះមានប៉ុណ្នេះអញ្ចឹងយើងឡើង so រ៉ាវឡើងទៀតអូខេឃើញថា IGLP របស់យើងដើរហើយនេះ update បាន IP 0.0 នេះមកអូខេហើយយើង ping បានយើង ping មក IP 0.2 របស់ router ខាងនេះបាន interface ខាងនេះហើយយើងមើលខាងនេះ so IP រ៉ាវទៅ do so នៅលើ Cisco router ទៅបើ do បើយើងនៅ config អត់នៅក្នុងអូខេនិយាយច្រើន so IP អត់ទាន់បាន update អីទេអញ្ចឹងខ្ញុំសាក advertise IP ឧទាហរណ៍ខ្ញុំប្រើ command នៅលើនេះតែ IGLP ខ្ញុំ advertise network របស់ខ្ញុំ network ឧទាហរណ៍ខ្ញុំ advertise នេះ DMZ របស់ខ្ញុំឲ្យខាងនោះស្គាល់ខ្ញុំក៏តេស្តឡើងនេះតាមពិតមានណាគេ advertise DMZ ទេអូខេអញ្ចឹងនេះ EIGLP នៅនេះយើងអត់ប្រើ wildcard bit ទេឥឡូវយើងសាកមើលនៅលើ router network ឧទាហរណ៍wildcard bit អញ្ចឹងយើងប្រើបើយើង configure IGLP នៅលើ router វាឲ្យ IGLP wildcard bit តែនៅលើ ASA no wildcard bit mask on network address អញ្ចឹងយើងប្រើ 255.255.250 អូខេអញ្ចឹងមុនហ្នឹង router អត់មានទេអញ្ចឹងវានឹង update មក so IP អូខេនេះស្គាល់ហើយ router ខាងនេះស្គាល់ IP server ខាងមួយទៀតតាម interface 777.2 អាហ្នឹងខ្ញុំ config តាម command បើយើង config មកតាម web របស់យើងក៏បានដែរចាំមើលអានេះអត់ទាន់ស្គាល់ IP 0.1 ទេ inside របស់យើងអញ្ចឹងយើងមកសាក config នៅតាមនេះក៏បានដែរ
មុនហ្នឹងយើង add បាន network មួយជា CRP អញ្ចឹងយើង enable add បាន network មួយឥឡូវយើង add 2 network ហើយតើខាងនេះវាអត់ទាន់ update refresh ព្រោះយើង add តាមcomment មួយមិញចុចDM តែរបស់យើងអូមានអារម្មណ៍ថាវីដេអូវែងទៅទៀតប៉ុណ្ណឹងបានហើយកុំឲ្យច្រើនពេក Hello គេខ្ជិលមើលកន្លះម៉ោងអូវែងឆ្ងាយនេះឃើញអត់វា update ហើយមុនហ្នឹងយើងអត់ refresh មកអញ្ចឹងខ្ញុំ add ឲ្យមើលមួយទៀតចុច2ចុច1ចុច0 inside interface របស់យើងអូខេ add ចឹងអូខេ apply នេះយើងមើល comment network អូខេអញ្ចឹងវានឹង update មក router របស់យើងអូខេឃើញថាចូលមកហើយចុច100 update មកហើយកុំឲ្យវែងឆ្ងាយកន្លះម៉ោងជាងហើយមួយទៀតខ្ញុំចាំបង្ហាញពីរបៀប set នេះហ្នឹងតិចទៀតUI management ខ្ញុំចង់ set DHCP server លើនេះ set ឲ្យមើលឥឡូវយើងមាន DHCP server ទេខ្ញុំ set ឲ្យមើល DHCP server ខ្ញុំ edit ខ្ញុំ set នៅលើ inside អញ្ចឹងខ្ញុំ enable DHCP server ខ្ញុំឲ្យ IP ចុច1ចុច100ឡើងទៅដល់ចុច1ចុច150ចុះអញ្ចឹង Linux server បានក៏បានដែរតែយើងក៏តេស្តទៅ8ខ្ញុំអូខេមកចូលនេះ8ក៏បានដែរ8ក៏បានដែរឡើងចុះអូខេអញ្ចឹងខ្ញុំ apply នេះ command preview DHCP address ប៉ុណ្ណឹងដល់ប៉ុណ្ណឹង inside DHCP enable inside DHCP DNS send អូខេឥឡូវយើងដើរតួជា DHCP server ហើយខ្ញុំចង់តេស្តនៅលើ client របស់យើងនេះ Windows នេះរបស់យើងហ្នឹងមិញតែនេះយើងអត់មានគេហៅថា IP អត់មាន DHCP server ទេខ្ញុំ set manual ខ្ញុំនឹងឲ្យវាជា DHCP ចង់ដឹងថាតើ DHCP របស់យើងនឹងដើរអត់នេះ1 2 3 4ខ្ញុំ obtain មកអូខេIP config អូខេដើរមក plate នេះចុច100 gateway របស់យើងចុច1 2 5 4 router របស់យើង IP/all អូខេនេះយើងបាន IP ហើយ detail នេះចុច100ព្រោះមិញយើងឲ្យ set pool វាពី100ឡើងទៅដល់150 DNS របស់យើង set ឲ្យវា8នេះ DHCP របស់យើងអូខេអញ្ចឹងសាកមើល router មកទេតែមកសារមិនតន់ដល់ទេ100ឡើងទៅ1.1ចុច100អូខេអូខេប៉ុណ្ណឹងបានហើយវែងឆ្ងាយវីដេអូវែងពេកអញ្ចឹង stop វីដេអូសិនទីទៀតចាំ upload វីដេអូតទៀតអ្វីដែលចង់បង្ហាញ